ខ្ញុំបាទសូមគោរពនឹងជម្រាបសួរដល់ពុកម៉ែបងប្អូនអរគ្នាចឹងនេះខ្ញុំនឹងមកនិយាយអំពីសារតកម្មយុវវ័យចំពុកទី51ដែលតាក់ទងជាមួយនឹងការបង្រៀនហើយនិងការអនុវត្តចឹងចំពោះយើងជាយុវវ័យនៅពេលដែលព្រះយេស៊ូវទ្រង់បានរើសតាំងមកយើងគឺព្រះអង្គរើសតាំងឲ្យយើងទៅបង្រៀនពួកគេអំពីព្រះនាមរបស់ព្រះអង្គដើម្បីឲ្យពួកគេបានដឹងពីព្រះបន្ទូលរបស់ទ្រង់ដើម្បីឲ្យពួកគេបានដឹងពីសេចក្តីស្រឡាញ់របស់ព្រះអង្គអញ្ចឹងចំពោះយើងជាគ្រូនៅពេលដែលយើងមករៀនសិស្សគឺយើងតែងតែមានការអនុវត្តផ្ទាល់ខ្លួនរបស់យើងដើម្បីឲ្យពួកសិស្សគាត់ឃើញហើយយកគំរូតាមអញ្ចឹងយើងរកគ្នានៅពេលដែលយើងមករៀនគេឲ្យគេដើរតាមព្រះអញ្ចឹងយើងរកគ្នាគឺយើងត្រូវតែធ្វើអំពើល្អហើយយើងទៅតែដើរតាមព្រះដើម្បីឲ្យគេឃើញនៅគំរូរបស់យើងហើយគេជឿជាក់លើយើងថាម្នាក់នេះគឺជាសាវករបស់ព្រះអង្គដែលព្រះអង្គទ្រង់បានត្រាស់ហៅដើម្បីឲ្យមកទាញនាំមនុស្សដែលគេមិនបានស្គាល់ព្រះអង្គដើម្បីជឿព្រះអង្គជាព្រះសង្គ្រោះផងដែរមួយទៀតចូលយើងក៏លេខទៅមើលអព្រះយេស៊ូវអញ្ចឹងទ្រង់ជាគ្រូទ្រង់បានដឹកនាំសិស្សចំនួន12នាក់ដើម្បីឲ្យធ្វើការរបស់ព្រះអង្គទ្រង់មិនបានតែបង្រៀនពួកគេទេព្រះអង្គទ្រង់បានអនុវត្តទោះខ្លួនរបស់ព្រះអង្គទ្រង់បានចេញទៅផ្សាយនឹងល្អពីព្រះនាមរបស់ព្រះអង្គទល់ហើយព្រះអង្គទ្រង់បានព្យាបាលនៅអ្នកដែលមានជំងឺហើយព្រះអង្គទ្រង់បានដេញអរិយតាតាំងដែលចូលក្នុងមនុស្សផងដែរអញ្ចឹងនេះហើយគឺជាការអនុវត្តមួយគឺជាគ្រូមួយដែលល្អបំផុតដែលយើងគួរណាតែយកគំរូតាមព្រះយេស៊ូវព្រះអង្គគឺជាបិតាព្រះយេស៊ូវព្រះអង្គគឺជាគ្រូរបស់យើងរាល់គ្នាដែលយើងត្រូវការយកគំរូតាមរបស់ព្រះអង្គគឺទ្រង់ល្អគ្មានព្រះណាទៀតដោយព្រះអង្គដែរយើងដឹងថានៅលើផែនដីនេះគឺព្រះអង្គជាអ្នកបង្កើតយើងដឹងថារបស់អ្វីៗទាំងអស់គឺព្រះអង្គទ្រង់ជាអ្នកបង្កើតអញ្ចឹងហើយទើបយើងរកគ្នាគួរណាតែទុកចិត្តលើព្រះអង្គហើយយើងរកគ្នាគួរតែផ្ដល់សេចក្តីស្រឡាញ់ទៅគ្នាទៅវិញទៅមកឲ្យដូចជាព្រះអង្គទ្រង់បានផ្ដល់នូវសេចក្តីស្រឡាញ់របស់ទ្រង់មកកាន់យើងរាល់គ្នាអញ្ចឹងយើងគឺជាមនុស្សដែលព្រះអង្គទ្រង់រើសតាំងចូលយើងរកគ្នាកុំខ្លាចក្នុងការបំពេញនូវកិច្ចការងាររបស់ព្រះអង្គយើងរកគ្នាបង្ហាញនៅកិច្ចការដែលព្រះអង្គទ្រង់បានឲ្យយើងរកគ្នាទៅមនុស្សដែលរស់នៅលើពិភពលោកទាំងមូលឲ្យគេបានដឹងពីវិញ្ញាណរបស់ទ្រង់ដើម្បីឲ្យពួកគេនឹងបានសេចក្តីសង្គ្រោះដូចគ្នាអញ្ចឹងក្នុងនាមយើងជាគ្រូនៅក្នុងផែនដីនេះយើងរកគ្នាគួរតែធ្វើនៅអកប្បកិរិយាមួយដែលបង្ហាញថាយើងគឺជាអ្នកជឿព្រះយើងគឺជាអ្នកដើរតាមរបស់ព្រះអង្គជាអ្នកកាន់ខ្ជាប់នៅបញ្ញត្តិរបស់ព្រះអង្គដើម្បីឲ្យគេបានមើលឃើញពីសេចក្តីស្រឡាញ់របស់ព្រះអង្គតាមរយៈយើងរកគ្នាដែលយើងចេញទៅបំពេញនៅកិច្ចការងាររបស់ព្រះអង្គនេះគឺជាចំណុចមួយដែលសំខាន់សម្រាប់យើងរកគ្នាហើយជាចំណុចមួយដ៏ពិសេសសម្រាប់យើងរកគ្នាខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនអរគ្នានឹងយល់ការបង្រៀនហើយនិងការអនុវត្តអញ្ចឹងនៅពេលដែលយើងបង្រៀនហើយចូលយើងអនុវត្តដើម្បីឲ្យគេបានឃើញនៅអំពើដែលយើងបានធ្វើផងដែរអញ្ចឹងថ្ងៃនេះគឺខ្ញុំមានតែប៉ុណ្្នឹងឯងខ្ញុំក៏សូមអរគុណដល់ពុកម៉ែបងប្អូនអរគ្នាសម្រាប់ការទស្សនាវីដេអូមួយនេះខ្ញុំសូមអរគុណហើយនឹងសូមជម្រាបលា